ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកជំទាវញូងចយាអ៊ុនចិន្តាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីក្រុងពាលីសូត្រមន្តចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាក្នុងពិធីបុណ្យកឋិនទានសាមគ្គីវត្តបទុមរតនៈដីដោះពិធីនេះធ្វើឡើងនារសៀលថ្ងៃទី18ខែតុលាឆ្នាំ2025ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវលៀងវុឆេងសម្ដេចឧត្តមទេពញៀនហ៊ុនណេងនៅវត្តបទុមរតនៈដីដោះស្ថិតនៅភូមិទី2សង្កាត់វាលវង្សក្រុងកំពង់ចាមខេត្តកំពង់ចាមបើតាមទំនៀមទម្លាប់តាំងពីសម័យពុទ្ធកាលមកបានពោលថាជនណាបានធ្វើបុណ្យកឋិនទានដែលនាំឲ្យភិក្ខុសង្ឃបានទទួលនៅអានិសង្ស5យ៉ាងឈ្មោះថាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិជននោះឯងតែងបានសុខក្នុងមនុស្សលោកនិងទេវលោកក្នុងអនាគតកម្លាំងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទដែលកើតមានពីអង្គកឋិនទាននិងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមេដាបៃតាជីដូនជីតាញាតិកាទាំង7សន្តាននិងឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ